ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទមកលើកនេះគឺយើងបង្ហាញប្រភេទឡាន517ពណ៌សយើងធ្លាប់តែបង្ហាញឡាន517ពណ៌ខ្មៅជូនពុកម៉ែបងប្អូនទាំងអស់គ្នាបាទឥឡូវនេះដែរគឺយើងមកបង្ហាញឡាន517ពណ៌សដែលតេជន់គាត់យកមកទទួលសេវាកម្មស្ងោរទឹកថ្នាំទាំងមូលបាទហើយចំពោះឡាននេះដែរក៏យើងហ៊ានកាត់ទីដែរពុកម៉ែបងប្អូនដោយសារយើងអាចបានថតសកម្មភាពជាងដែលគាត់ធ្វើការបាញ់ថ្នាំនៅក្នុងទូហើយចំពោះឡាននេះដែរគឺដំបូងគឺអតិជនគាត់មានការស្លេកពណ៌ឬក៏របកទឹកថ្នាំអញ្ចឹងគាត់ធ្វើការស្ងោរទឹកថ្នាំឡើងវិញទាំងមូលមកជុំវិញឡានពុកម៉ែបងប្អូនទាំងអស់គ្នាបាទឥឡូវកុំឲ្យខាតពេលយូរយើងមកមើលលទ្ធផលដែលយើងធ្វើការស្ងោរទឹកថ្នាំរួចរាល់ចំពោះទឹកថ្នាំដែលយើងធ្វើការបាញ់ឬក៏ស្ងោររួចរាល់មកជុំវិញឡានហ្នឹងគឺមានសភាពភ្លឺចែងចាំងពុកម៉ែបងប្អូនទាំងអស់គ្នាបាទឥឡូវកុំឲ្យខាតពេលយូរពុកម៉ែបងប្អូនមកមើលឡានដែលយើងស្ងោរមកជុំវិញឡានមកហើយចំពោះពុកម៉ែបងប្អូនដែលមានចង្អុលផ្នែកទឹកថ្នាំឡានឬក៏មានចង្អុលដែលចង់ធ្វើការស្ងោរទឹកថ្នាំឡានមកជុំឡើងវិញពុកម៉ែបងប្អូនអាចសាកសួរមកខាងក្រៅតាមមិនថ្នាំ100យើងបានបាទគឺយើងរីករាយនឹងឆ្លើយសំណួរជូនពុកម៉ែបងប្អូនទាំងអស់គ្នាហើយចំពោះ517នេះដែរពុកម៉ែបងប្អូននៅពេលដែលយើងស្ងោរហើយគឺស្អាតមែនទែនគឺយើងមើលដឹងថាយើងធ្លាប់បាញ់ថ្នាំពីមុនទេពុកម៉ែបងប្អូនទាំងអស់គ្នាបាទព្រោះឡាននេះនៅពេលដែលយើងស្ងោរហើយគឺថ្មីស្មើសាច់គ្នាតែម្ដងពុកម៉ែបងប្អូនទាំងអស់គ្នាអូខេអញ្ចឹងវីដេអូនេះក៏មានតែប៉ុណ្្នឹងដែរចាំជួបគ្នានៅវីដេអូក្រោយទៀតបាយបាយនេះគឺជាប្រភេទ Land Rally Zone 21ដែលតេជន់គាត់មានបញ្ហាផ្នែកខាងស្ដាំពុកម៉ែបងប្អូនមកចំហៀងខាងស្ដាំហ្នឹងគឺគាត់មានបញ្ហាទ្វារខាងស្ដាំខាងក្រោយហ្នឹងត្រូវការតោនឡើងមកវិញហើយថ្ពាល់ខាងមុខហ្នឹងដែរអូខេកុំឲ្យខាតពេលយូរឥឡូវយើងមកមើលសកម្មភាពជាងដែលគាត់ធ្វើការតោនឡើងតិចមកពុកម៉ែបងប្អូនទាំងអស់គ្នាហើយចំពោះឡាននេះដែរគឺយើងធ្វើការបាញ់ថ្នាំពុកម៉ែបងប្អូននៅពេលដែលយើងធ្វើការតោនរួចរាល់ព្រោះឡាននេះគឺកពិតទៅគឺរបកដល់សាច់ដែកអូខេចំពោះឡាននេះដែរគឺបាញ់រៀងច្រើនដែរពុកម៉ែបងប្អូនទាំងអស់គ្នាគឺយើងធ្វើការបាញ់ថ្ពាល់ខាងស្ដាំហ្នឹងហើយចំពោះទ្វារទាំងពីរខាងស្ដាំហ្នឹងគឺយើងធ្វើការបាញ់ដូចគ្នាពុកម៉ែបងប្អូនហើយចំពោះសកម្មភាពដែលជាងគាត់ធ្វើការបាញ់ថ្នាំគឺយើងអត់បានថតទេពុកម៉ែបងប្អូនគឺយើងបានថតតែសកម្មភាពដែលគាត់ធ្វើការបាញ់រួចរាល់ពុកម៉ែបងប្អូនទាំងអស់គ្នាអូខេកុំឲ្យខាតពេលយូរឥឡូវយើងមកមើលលទ្ធផលដែលគាត់ធ្វើការបាញ់រួចរាល់បន្ទាប់ពីគាត់ធ្វើការបាញ់រួចរាល់គឺយើងធ្វើការប៉ូលាឡានជូនអតិថិជនចំពោះឡាននេះគឺនៅពេលដែលយើងធ្វើការប៉ូលារួចរាល់ពុកម៉ែបងប្អូនគឺឡានមានភាពភ្លឺចែងចាំងស្អាតដូចទឹកថ្នាំផ្សេងពុកម៉ែបងប្អូនទាំងអស់គ្នានៅពេលដែលពុកម៉ែបងប្អូនទាំងអស់គ្នាមើលគឺមើលអត់ដឹងថាឡានធ្លាប់បាញ់ពីមុនមកទេអូខេវីដេអូនេះក៏មានតែប៉ុណ្្នឹងដែរចាំជួបគ្នានៅវីដេអូក្រោយទៀតបាយបាយនេះដែរគឺជាសកម្មភាពជាងដែលគាត់ធ្វើការផ្សារដេរ៉ាហើយចំពោះឡាននេះដែរគឺជាប្រភេទឡាន Bentley ឥឡូវនេះគឺយើងមកមើលសកម្មភាពជាងដែលគាត់ធ្វើការផ្សារបន្តិចមកចំពោះពុកម៉ែបងប្អូនមួយចំនួនគឺគាត់បានដឹងហើយចំពោះប្រភេទដែកនិងដេរ៉ាហ្នឹងគឺខុសគ្នាបាទហើយចំពោះដេរ៉ានេះគឺស្រួយមែនតើហើយចំពោះប្រភេទដែកវិញនៅពេលដែលយើងមានការប៉ះទង្គិចគឺសុខចិត្តកពិតទៅពុកម៉ែបងប្អូនអត់ប្រេះដូចដេរ៉ានេះទេឥឡូវនេះយើងមកមើលលទ្ធផលដែលគាត់ធ្វើការផ្សារដេរ៉ារួចរាល់ទាំងអស់គ្នាបាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទនេះដែរគឺជាប្រភេទឡាន Long Teaser ដែលតេជន់គាត់យកមកទទួលសេវាកម្មបាញ់ថ្ពាល់ខាងស្ដាំហើយនឹងកាងខាងមុខពុកម៉ែបងប្អូនទាំងអស់គ្នាបាទហើយចំពោះតេជន់នេះគឺជាតេជន់ចាស់ដែលគាត់ធ្លាប់ធ្វើការយកឡាន Long Teaser ពណ៌សគាត់មកបាញ់មកសាឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាបាទគឺនៅពេលដែលយើងធ្វើការបាញ់ស្អាតគឺគាត់មានទំនុកចិត្តគឺគាត់យកឡាន Long Teaser ពណ៌ខ្មៅគាត់មកធ្វើការបាញ់មួយទៀតនៅពេលដែលឡានមានបញ្ហាអូខេឥឡូវនេះក៏យើងមកមើលលទ្ធផលដែលយើងធ្វើការបាញ់រួចរាល់មកពុកម៉ែបងប្អូនទាំងអស់គ្នាចំពោះលទ្ធផលដែលយើងធ្វើការបាញ់រួចរាល់គឺស្អាតសឹងតែមើលអត់ដឹងថាយើងធ្លាប់បាញ់ថ្នាំពុកម៉ែបងប្អូន